ហើយសួស្តីបងប្អូនអរគ្នាថ្ងៃនេះថ្ងៃទី11ខែ11ឆ្នាំ2025នៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែកម្លែកបងប្អូនអរគ្នាតាក់ទងជាមួយនឹងភ័ក្រវិវត្តឬក៏យើងនិយាយថាពេលដែលចាស់ទៅនៅអាមេរិកនេះតើរដ្ឋគេជួយអីខ្លះណាបងប្អូនអរគ្នាគឺអ្វីដែលខ្ញុំស្រាវជ្រាវទៅឃើញថាវាមានច្រើនចំណុចបងប្អូនអរគ្នាក៏ដូចជាអ្វីដែលខ្ញុំបានសាកសួរចាស់ដែលគាត់មានសញ្ជាតិខ្មែរយើងនៅអាមេរិកនេះណាចឹងខ្ញុំគិតថាវាមានច្រើនចំណុចហើយខ្ញុំនឹងធ្វើវីដេអូដាច់ដライពីគ្នាបងប្អូនអរគ្នាព្រោះខ្ញុំអាចយកវាផ្គុំមកនិយាយទាំងអស់ទេដោយសារវាមានច្រើនចំណុចមែនទែនដែលគេជួយណាបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយពីភ័ក្រវិវត្តបងប្អូនអរគ្នាហើយភ័ក្រវិវត្តហ្នឹងបងប្អូនអរគ្នាដឹងហើយដូចជានៅស្រុកខ្មែរដែរមានន័យថានៅពេលដែលយើងធ្វើការដល់អាយុណាមួយយើងគិតថាយើងទៅលេងរួចក៏យើងសម្រាប់ចិត្តឈប់ធ្វើការអញ្ចឹងណាបងប្អូនហើយនៅពេលហ្នឹងហើយដែលយើងទទួលបានភ័ក្រវិវត្តពីរដ្ឋរបស់យើងហើយនៅស្រុកនេះគឺអត់ខុសគ្នាទេបងប្អូនអរគ្នានៅដូចនៅស្រុកខ្មែរដែរគ្រាន់ថារបៀបរបបនៅក្នុងការដាក់ដើម្បីយកលុយអាថែតហ្នឹងគឺវាខុសគ្នាអញ្ចឹងមិញចំណុចទី1បងប្អូនដឹងហើយគឺយើងសួរថាអីគេជាភ័ក្រវិវត្តឥឡូវយើងចូលមកចំណុចទី2បងប្អូនអរគ្នាគឺយើងសួរថាពេលណាដែលយើងដាក់យកភ័ក្រវិវត្តហ្នឹងបាននៅក្នុងសហរដ្ឋអាមេរិកណាបងប្អូនអញ្ចឹងអ្នកដែលមានសិទ្ធិអាចដាក់យកភ័ក្រវិវត្តហ្នឹងបានគឺតម្រូវការឲ្យគាត់មានអាយុចាប់ពី62ឆ្នាំឡើងទៅបងប្អូនអរគ្នាអាចនិយាយបានថាស្មើឬក៏ធំជាង62គឺគាត់អាចដាក់បានហើយបងប្អូនអរគ្នាមួយទៀតគឺគាត់ត្រូវតែធ្វើការឲ្យបាន40 credit ណាបងប្អូនអរគ្នា40 credit ហ្នឹងឥឡូវខ្ញុំនិយាយថា40ពិន្ទុចុះឲ្យបងប្អូនស្រួលយល់ហើយធ្វើម៉េចដើម្បីយើងបាន40ពិន្ទុហ្នឹងបងប្អូនអរគ្នាគឺតម្រូវការឲ្យបងប្អូនធ្វើការឲ្យបានយ៉ាងហោចណាស់10ឆ្នាំណាអញ្ចឹងក្នុងមួយឆ្នាំយើងគិតទៅគឺគេឲ្យ4 credit បងប្អូនអរគ្នាអញ្ចឹងបើយើងគុណទៅ4 10ដងវា40 credit 40ពិន្ទុណាបងប្អូនអញ្ចឹងពេលដែលយើងគ្រប់40ពិន្ទុហ្នឹងគឺយើងអាចដាក់យកភ័ក្រវិវត្តនឹងបានហើយបងប្អូនអរគ្នាអញ្ចឹងវាមាន2ចំណុចដើម្បីដាក់យកភ័ក្រវិវត្តគឺយើងធ្វើម៉េចឲ្យមានអាយុ62ឡើងទៅក៏ដូចជាយើងធ្វើម៉េចឲ្យធ្វើការឲ្យបាន10ឆ្នាំយ៉ាងហោចណាស់ណាបងប្អូនគ្នាដើម្បីឲ្យបាន40ពិន្ទុហ្នឹងបញ្ជាក់បងប្អូនដែរមិនថាអ្នកដែលកាន់ green card មិនថាអ្នកដែលគាត់មានសញ្ជាតិអាមេរិកទេគាត់ត្រូវតែឆ្លងកាត់ពីនេះដើម្បីគាត់ដាក់យកភ័ក្រវិវត្តណាបងប្អូនអរគ្នាសម្រាប់ចំណុចទី3គឺយើងសួរថាលុយហ្នឹងគេឲ្យយើងរបៀបម៉េចយើងចង់ដឹងគេកណនីលុយរបៀបម៉េចណាបងប្អូនគេនិយាយថាគេអត់មានរូបមន្តច្បាស់លាស់ទេប៉ុន្តែគេនឹងទៅសង្កេតមើលពេលដែលបងប្អូនធ្វើការណាបងប្អូនអរគ្នាពេលដែលបងប្អូនធ្វើការច្រើនឆ្នាំមានន័យថាលើ10ឆ្នាំអីទៀតអញ្ចឹងបងប្អូនកំឡុងពេលដែលបងប្អូនធ្វើការហ្នឹងគឺបងប្អូនបានប្រាក់ខែច្រើនពេលណាដែលបងប្អូនបានប្រាក់ខែច្រើននៅស្រុកនេះក៏គេកាត់តាក់បងប្អូនច្រើនដែរអញ្ចឹងអាតាក់ហ្នឹងហើយដែលគេយកទៅឲ្យបងប្អូនវិញបងប្អូនអរគ្នាអញ្ចឹងពេលដែលយើងផេតាក់កាន់តែច្រើនអា benefit អាគុណសម្បត្តិដែលវាឲ្យយើងមកវិញពេលដែលយើងអត្ថេតហ្នឹងក៏បានច្រើនដែរមួយទៀតគេនិយាយថាបើសិនជាយើងពេលអត្ថេតណាបងប្អូនបើយើងចូលអាយុ62ភ្លាមយើងដាក់យកលុយអត្ថេតភ្លាមបានបងប្អូនអរគ្នាប៉ុន្តែវាបានលុយរៀងតិចអញ្ចឹងណាប៉ុន្តែបើសិនជាយើងចាំដល់អាយុឧទាហរណ៍ថា68ឆ្នាំឬក៏70ឆ្នាំអីចឹងគេអាចឲ្យយើងរៀងច្រើនជាងហ្នឹងបងប្អូនអរគ្នាហើយគេឧទាហរណ៍ថាបើសិនជាកំឡុងពេលដែលបងប្អូនធ្វើការកំឡុងពេល10ឆ្នាំហ្នឹងហើយឧទាហរណ៍ថាបងប្អូនធ្វើការបានមួយខែ$3000ក្នុងមួយខែណាបងប្អូនអរគ្នាអញ្ចឹងគេ estimate គេកណនីទៅជាទូទៅបងប្អូនអាចទទួលបានចាប់ពី$1500ទៅ$2000ក្នុងមួយខែសម្រាប់ប្រាក់បៀវត្សបងប្អូនអរគ្នាណាអាហ្នឹងបើសិនជាបងប្អូនធ្វើការបានមួយខែ$3000កំឡុងពេល10ឆ្នាំដើម្បីបងប្អូនសំយកបន្ទុក40 credit ហ្នឹងបងប្អូនអរគ្នាអញ្ចឹងអានេះវាជារបៀបដែលគេកណនីលុយបងប្អូនអរគ្នាហើយសម្រាប់ចំណុចទី4យើងសួរថាបើសិនជាយើងទៅនៅក្រៅប្រទេសតើយើងនៅតែទទួលបានប្រាក់អាថែតនឹងអត់បងប្អូនអរគ្នាគឺចម្លើយគឺគេឆ្លើយថា yes you can បងប្អូនអរគ្នាមានន័យថាយើងនៅតែអាចទទួលបានប៉ុន្តែបើសិនជាបងប្អូនទៅនៅយូរឧទាហរណ៍ថា1ឆ្នាំ2ឆ្នាំបងប្អូនអរគ្នាត្រូវតែបំពេញ form មួយដើម្បីបញ្ជាក់ថាបងប្អូននៅក្នុងនៅអាស័យដ្ឋានមួយណានៅ address មួយណានៅអាស័យដ្ឋានណាហើយបងប្អូនប្រើលេខទូរស័ព្ទណានៅជាមួយពីណាគេព្រោះគេធ្វើអញ្ចឹងដើម្បីគេចង់តាមដានថាបងប្អូនប្រកាសជានៅប្រទេសនឹងមែនហើយបងប្អូនទាំងគ្នាប្រកាសជានៅរស់រានមានជីវិតណាបងប្អូនគ្នាព្រោះអីមានអ្នកខ្លះគឺខូចបងប្អូនទាំងគ្នា
ដែលអ្នកខ្លះទៅគេយើងនិយាយអាក្រក់ស្ដាប់ទៅថាជាលុយខ្មោចណាមានន័យថាកូនហ្នឹងនៅតែយកលុយម៉ែឪប៉ុន្តែធៀបពិតទៅម៉ែឪក៏បាននៅលើលោកទេបងប្អូនចង់ច្បាស់ថាអ្នកដែលគេឲ្យលុយប្រាក់ត្រេតហ្នឹងទៅគាត់ប្រកាសជានៅរស់ហើយគាត់ប្រកាសជាបានចាយលុយហើយក៏គាត់អត់មានបញ្ហាអីឧទាហរណ៍ថាឈឺស្កាត់អីផ្សេងទេបងប្អូនអរគ្នាចឹងទៅក៏គេតម្រូវការឲ្យយើងពេញ form ហ្នឹងកំឡុងពេលដែលយើងនៅក្រៅប្រទេសប៉ុន្តែបើបងប្អូនសួរថាយើងនៅតែទទួលបានលុយអត់គឺយើងនៅតែទទួលបានប៉ុន្តែគេវេចូលកងអាមេរិកបងប្អូនអរគ្នាឧទាហរណ៍ថាបងប្អូននៅខ្មែរប៉ុន្តែពេលដែលប្រាប់ពីវត្តបងប្អូនអរគ្នាគេអត់អាចវេចូលកង AFA បងប្អូនទេហើយវាអត់មានអីពិបាកទេខ្ញុំជឿថា 100% អ្នកដែលទទួលបានលុយអាថេតហ្នឹងគាត់មានន័យថាគាត់ធ្លាប់ធ្វើការ10ឆ្នាំហើយអញ្ចឹងគាត់ប្រកាសជាមាន bank នៅអាមេរិកហើយចឹងពេលដែលគេវេលុយទៅគេវេលុយចូលកងនៅអាមេរិកហើយបើសិនជាបងប្អូនចង់បានលុយពីកងអាមេរិកហ្នឹងចូលកង AFA ឬក៏កងធនាគារអីផ្សេងទៀតនៅក្នុងស្រុកខ្មែរបងប្អូនអាចវេលុយទៅតាមអ្វីដែលខ្ញុំដឹងអស់ថោកទេបងប្អូនខ្ញុំធ្លាប់វេទៅអស់តែ2-3រៀលទេសំណួរចុងក្រោយសួរថាតើយើងទទួលបានវាយូរឬក៏មិនមានពេលកំណត់អត់គឺគេអត់មានពេលកំណត់ទេបងប្អូនអរគ្នាគឺគេឲ្យ for the rest of your life មានឲ្យពេញមួយឆាកជីវិតរបស់យើងហ្មងបងប្អូនហើយហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេក្នុងវីដេអូក្រោយគឺខ្ញុំនឹងធ្វើតាក់ទងជាមួយនឹងគុណសម្បត្តិសម្រាប់អ្នកដែលគាត់មានអាយុច្រើននឹងដដែលហើយគាត់មានគុណសម្បត្តិអីខ្លះទៅលើសេវាសាធារណៈណាបងប្អូនអរគ្នាចឹងនៅក្នុងវីដេអូនេះកុំឲ្យវាវែងពេកខ្ញុំនឹងជួបបងប្អូនអរគ្នានៅក្នុងវីដេអូក្រោយអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាបាយបាយ